ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបចុះឈ្មោះចូលទៅក្នុង website បង SMM និងពីរបៀបប្រើប្រាស់សេវាកម្មផ្សេងៗជាមួយនឹង website បង SMM សម្រាប់បងប្អូនដែលជាសមាជិកថ្មីហើយបងប្អូនអត់ទាន់ចេះពីរបៀបនៃការចុះឈ្មោះចូលទៅក្នុង website បង SMM ទេបងប្អូនអាចតាមដានវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបានជាដំបូងតម្រូវបងប្អូនចូលទៅក្នុង Google ឬក៏ browser ណាមួយដែលមាននៅលើទូរស័ព្ទរបស់បងប្អូនហើយបងប្អូន search រកពាក្យថាបង SMM បន្ទាប់មកបងប្អូននឹងឃើញ website របស់បង SMM បងប្អូនអាចចុចចូលទៅលើ website ដែលនៅខាងលើគេបង្អស់នេះបានហើយបន្ទាប់មកបងប្អូននឹងឃើញមានកន្លែងសម្រាប់ឲ្យបងប្អូន sign up ឬក៏ sign in ចូលទៅក្នុង website នៅត្រង់កន្លែងនេះសម្រាប់បងប្អូនដែលធ្លាប់បានបង្កើតគណនីពីមុនមកហើយឬក៏បងប្អូនធ្លាប់បានប្រើប្រាស់សេវាកម្មជាមួយនឹង website បង SMM ពីមុនបងប្អូនគ្រាន់តែចូលទៅបំពេញ username ក៏ដូចជា password របស់បងប្អូនចូលទៅគឺរួចជាការស្រេចហើយបងប្អូនក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអត់ទាន់មានគណនីនៅក្នុង website បង SMM ពីមុនមកទេបងប្អូនអាចចុចចូលទៅលើពាក្យថា sign up បានហើយបន្ទាប់មកបងប្អូននឹងឃើញមានកន្លែងសម្រាប់ឲ្យបងប្អូនបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មនៅក្នុង website បាននៅត្រង់កន្លែងនេះគឺតម្រូវបងប្អូនបង្កើត username បំពេញ Gmail និងបង្កើត password ចំពោះ username គឺបងប្អូនអាចបង្កើតជាឈ្មោះរបស់បងប្អូនក៏បានដែរបងប្អូនឧទាហរណ៍ខ្ញុំបង្កើត username មួយដើម្បីធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនបងប្អូនអាចបង្កើតជាឈ្មោះរបស់បងប្អូនក៏បានហើយដែលមានលេខនៅពីក្រោយដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងណាបងប្អូនហើយបន្ទាប់មកគឺតម្រូវបងប្អូនចូលទៅបំពេញ Gmail របស់បងប្អូនចូលក៏ប៉ុន្តែក៏សូមបញ្ជាក់បងប្អូនផងដែរថា Gmail នេះគឺជា Gmail ដែលបងប្អូនប្រើប្រាស់ជាប្រចាំឧទាហរណ៍ខ្ញុំបំពេញ Gmail របស់ខ្ញុំចូលបន្ទាប់ពីបងប្អូនបានបំពេញ Gmail របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅបង្កើត password ឬក៏ជាលេខសម្ងាត់របស់បងប្អូនបានបងប្អូនអាចបង្កើត password បែបណាក៏បានដែរបងប្អូនដែលបងប្អូនគិតថាងាយស្រួលចាំនៅពេលដែលបងប្អូន sign in ចូលលើក្រោយសម្រាប់ខ្ញុំគឺខ្ញុំរីកមិនឲ្យបងប្អូនបង្កើត password ដែលមានអក្សរលាយជាមួយនឹងសញ្ញាពិសេសជាមួយនឹងលេខបងប្អូនបង្កើត password បែបនេះដើម្បីឲ្យ password របស់បងប្អូនកាន់តែមានសុវត្ថិភាពបងប្អូនហើយចំពោះកន្លែង confirm password ហ្នឹងបងប្អូនបង្កើត password នៅខាងលើនឹងបែបណាបងប្អូនអាចបំពេញចូលនៅខាងក្រោមនឹងបែបនឹងដូចគ្នាបងប្អូនហើយបន្ទាប់ពីបងប្អូនបានបង្កើត password អីរួចរាល់អស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា I'm not a robot ហើយបន្ទាប់មកទៀតនោះគឺបងប្អូនអាចចុចចូលទៅលើពាក្យថា sign up មកគឺរួចជាការស្រេចហើយបងប្អូនក៏ប៉ុន្តែខ្ញុំអត់បានចុចចូលទៅលើពាក្យថា sign up ដើម្បីបង្ហាញជូនដល់បងប្អូននោះទេបងប្អូនដោយសារតែខ្ញុំមានគណនីរួចរាល់មកហើយនៅក្នុង website បង SMM ដូច្នេះហើយគឺខ្ញុំចុចចូលទៅលើពាក្យថា sign in វិញហើយនៅត្រង់កន្លែងនេះក៏ខ្ញុំសូមបញ្ជាក់បងប្អូនបន្ថែមទៀតផងដែរថានៅពេលដែលបងប្អូនចង់ចូលទៅក្នុង website បង SMM លើកក្រោយបងប្អូនអត់ចាំបាច់ចុចចូលទៅលើពាក្យថា sign up ទេបងប្អូនគ្រាន់តែបំពេញ username របស់បងប្អូនចូលនិង password ដែលបងប្អូនបានបង្កើតហើយបងប្អូនចុចចូលទៅលើពាក្យថា sign in ទៅគឺរួចជាការស្រេចហើយបងប្អូនឧទាហរណ៍ខ្ញុំបំពេញ username និង password របស់ខ្ញុំចូលនៅពេលដែលបងប្អូនបាន sign up ឬក៏ sign in ចូលទៅក្នុង website ហើយបងប្អូននឹងឃើញវាមាននៅទម្រង់បែបនេះដែលមានន័យថាបងប្អូនបានចុះឈ្មោះចូលទៅក្នុង website បង SMM ដោយជោគជ័យហើយបងប្អូនអាចចូលធ្វើសេវាកម្មទៅតាមតម្រូវការរបស់បងប្អូនបានក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនត្រូវបញ្ចូលទឹកប្រាក់ចូលទៅក្នុង website បង SMM ជាមុនសិនបងប្អូនដើម្បីចូលធ្វើសេវាកម្មទៅតាមតម្រូវការរបស់បងប្អូនបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះពីរបៀបនៃការដាក់លុយចូលទៅក្នុង website ទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការដាក់លុយចូលទៅក្នុង website នៅពេលដែលបងប្អូនបានដាក់លុយចូលទៅក្នុង website ហើយគឺបងប្អូនអាចចាប់ផ្ដើមធ្វើសេវាកម្មបានហើយបងប្អូនដែលជាដំបូងគឺតម្រូវបងប្អូនចុចចូលទៅលើ social media tool ណាមួយដែលបងប្អូនចង់ចូលធ្វើសេវាកម្មនៅខាងក្រោមនេះគឺវាមានដូចជា Facebook, TikTok, YouTube, Telegram ជាដើមបងប្អូនឧទាហរណ៍បងប្អូនចង់ចូលធ្វើសេវាកម្មតាក់ទងទៅនឹង Facebook បងប្អូនអាចចុចចូលទៅលើ tool ដែលមានពាក្យថា Facebook នឹងបានហើយសម្រាប់ខ្ញុំក៏ខ្ញុំជ្រើសរើសទៅលើ Facebook នឹងដូចគ្នាបងប្អូនដើម្បីធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនហើយបន្ទាប់មកបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនឃើញមានពាក្យ category នៅខាងក្រោមនេះបងប្អូនអាចចុចចូលទៅលើពាក្យ category នឹងបានហើយនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower Facebook page like បូក follower Facebook group member post like
post reaction Facebook video view Facebook comment សូម្បីតែ Facebook live stream view ក៏មានដែរបងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានឧទាហរណ៍ខ្ញុំចុចចូលជ្រើសរើសទៅលើសេវាកម្មមួយដើម្បីធ្វើជាការបង្ហាញជូនដល់បងប្អូនបន្តទៀតគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម Facebook Page Follower បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចរាល់អស់ហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតមកហើយបងប្អូនឃើញមានពាក្យថាសវិសបងប្អូនអាចចុចចូលទៅលើពាក្យថាសវិសនឹងបានដែលនៅក្នុងនឹងផងដែរគឺវាមានសវិសជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook Page Follower ដែលបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនគឺវាមានសវិសដូចជា Facebook Page Follower 2 ទៅ 5k ក្នុងមួយថ្ងៃ 50k ក្នុងមួយថ្ងៃ 20k ទៅ 50k ក្នុងមួយថ្ងៃហើយវាមានសវិសជាច្រើនប្រភេទទៀតបងប្អូនអាច scroll អូមកក្រោមមើលទៅតាមនឹងបានហើយរាល់សវិសទាំងអស់ហ្នឹងគឺសុទ្ធតែមានតម្លៃស្រាប់ៗនៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនហើយបើនិយាយអំពី quality របស់សវិសទាំងអស់នោះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសវិសមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសវិសមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំចុចចូលជ្រើសរើសទៅលើសវិសដែលនៅខាងលើគេបងអស់បងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសវិសរួចរាល់អស់ហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសវិសហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link page របស់បងប្អូនចូលក៏ប៉ុន្តែនៅត្រង់កន្លែងនេះក៏ខ្ញុំសូមបញ្ជាក់បងប្អូនបន្ថែមទៀតផងដែរថាប្រសិនបើបងប្អូនចុចចូលជ្រើសរើសទៅលើសេវាកម្មផ្សេងក្រៅពី page ដូចជា view TikTok បងប្អូនត្រូវចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលហើយឧទាហរណ៍ប្រសិនបើបងប្អូនធ្វើសេវាកម្មតាក់ទងទៅនឹង post like Facebook ដូច្នេះហើយបងប្អូនត្រូវចូលទៅ copy link post របស់បងប្អូនចូលមិនថាបងប្អូនធ្វើសេវាកម្មមួយណាក៏បងប្អូនត្រូវតែ copy link ចូលដូចគ្នាបងប្អូនជាក់ស្ដែងគឺខ្ញុំបានធ្វើសេវាកម្មតាក់ទងទៅនឹង Facebook Page Follower ដូច្នេះហើយគឺខ្ញុំត្រូវតែចូលទៅ copy link page របស់ខ្ញុំចូលដើម្បីទាញយក link page បានជាដំបូងគឺតម្រូវបងប្អូនចូលទៅក្នុង page របស់បងប្អូនសិនហើយនៅលើ page របស់បងប្អូនហ្នឹងគឺបងប្អូននឹងឃើញមានចំណុចត្រី3តូចៗនៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងបានហើយបន្ទាប់មកបងប្អូននឹងឃើញមានកន្លែងសម្រាប់ឲ្យបងប្អូន copy link page របស់បងប្អូននេះបងប្អូនអាចចុចចូលទៅលើពាក្យថា share profile ក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា copy link ដែលនៅខាងក្រោមនេះតែម្ដងក៏បានដែរបងប្អូនបន្ទាប់ពីបងប្អូនបាន copy link page របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link page របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន follower ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10ហើយយ៉ាងច្រើនរហូតដល់1លាន follower បងប្អូនគឺពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន follower ដែលបងប្អូនចង់បង្កើននៅលើ page របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន10 follower ទេបងប្អូនហើយចំពោះឆាតដែលនៅខាងក្រោមនេះវិញវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 follower អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0065 សេនជាងក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន follower នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន follower នៅខាងលើនឹងចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងគឺនឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន follower ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនហើយចំណាយរយៈពេល5ម៉ោង26នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការ boost ចំនួន follower នៅលើ page របស់បងប្អូនក៏ប៉ុន្តែជាក់ស្ដែងទៅគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនត្រឹមរយៈពេល1ម៉ោងឬក៏2ម៉ោងអីបងប្អូននឹងឃើញចំនួន follower នៅលើ page របស់បងប្អូនកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបាន boost ឲ្យបងប្អូនហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវិសទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link page របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនឹងបានហើយនៅពេលដែលបងប្អូនបានចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យ
ហើយចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល5ម៉ោង26នាទីក៏ប៉ុន្តែជាក់ស្ដែងទៅគឺអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនគឺបងប្អូនអាចរងចាំរយៈពេលយូរបំផុត1ម៉ោងទៅ2ម៉ោងអីបងប្អូននឹងឃើញចំនួន follower នៅលើ page របស់បងប្អូនកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបានប៊ូសឲ្យបងប្អូនក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការចុះឈ្មោះចូលទៅក្នុង website បង SMM ជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗគឺវាមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើហើយចំពោះរបៀបធ្វើសេវាកម្មផ្សេងៗក្រៅពី page follower គឺរបៀបធ្វើដូចតែគ្នាទេបងប្អូនអាចមើលតាមលំនាំនៅក្នុងវីដេអូមួយនេះបានហើយធានាថានៅពេលដែលបងប្អូនបានធ្វើសេវាកម្មជាមួយនឹង website បង SMM នេះហើយគឺបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ